ជំរាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំមកប្រាប់បងប្អូនពីរបៀបដាក់ស៊ុំរូបថតណាបងប្អូនស៊ុំរូបថតដែលពេញនិយមកាលថៃឆ្លៀនពៀនវាយប្រហារកម្ពុជាហ្នឹងបងប្អូនហើយដើម្បីយើងដាក់បានបងប្អូនធ្វើតាមខ្ញុំទាំងអស់គ្នានេះគ្រាន់តែខ្ញុំដាក់ជាឧទាហរណ៍ឲ្យបងប្អូនមើលទេហើយពិតជាស្រស់ស្អាតមែនទែនបាទជាដំបូងបងប្អូនឥឡូវខ្ញុំចុចចាក់ចេញវិញបងប្អូនចូលមកកាន់កម្មវិធីជ្រោមណាបងប្អូនហើយបើមិនអញ្ចឹងទេបងប្អូនពិបាកបងប្អូនចូលទៅកាន់ page Technology Cambodia ហ្នឹងបងប្អូនបាទឥឡូវបងប្អូនចុចមកកាន់កម្មវិធីជ្រោមមកចុចមកលើកម្មវិធីជ្រោមទៅហើយបងប្អូនវាយឈ្មោះបែបនេះមកអូខេបន្តទៀតបងប្អូនចុចលើ website ហ្នឹងមកចុចលើ link website ហ្នឹងមកព្រោះឲ្យបងប្អូនអូសឡើងទៅលើនេះបងប្អូនវាមានតែប៉ុណ្្នឹងទេហើយបងប្អូនចង់ដាក់រូបស៊ុំបែបណាក៏បានដែរបងប្អូនហើយស៊ុំដែលល្បីជាងគេគឺស៊ុំមួយនេះវាចេញឲ្យស៊ុំប៉ុន្មានទេបងប្អូនស៊ុំចំនួន5រួចហើយបងប្អូនចុចលើស៊ុំនឹងមកបាទបន្តទៀតបងប្អូនអូសឡើងទៅលើបងប្អូនអូសឡើងទៅលើបងប្អូនឃើញ close your photo បាទរួចហើយបងប្អូនជ្រើសរើសរូបភាពមកខ្ញុំចុចពាក្យថា browser បាទហើយវានឹងបង្ហាញរូបថតឥឡូវខ្ញុំជ្រើសរើសរូបថតខ្ញុំមួយនេះបាទឥឡូវវាបានចូលមកហើយបងប្អូនបាទរួចហើយបងប្អូនថ្មីវាឲ្យយើងយកដៃពង្រីកពង្រួមបងប្អូនដើម្បីយើងសេរីរូបថតយើងណាបាទរួចហើយខ្ញុំអូសឡើងខ្ញុំអូសឡើងហួសហើយបងប្អូនសេរីមកបងប្អូនយកដៃយើងធ្វើដៃពីរម្រាមដៃចង្អុលហើយមេដៃមកយើងពង្រីកពង្រួមមកយើងស៊ូមមកឥឡូវខ្ញុំអូសចុះមកក្រោមខ្ញុំយកប៉ុណ្នេះបងប្អូនយកមកសមល្មមមកបាទឥឡូវខ្ញុំគិតថារូបភាពខ្ញុំហ្នឹងអាចទទួលយកបានហើយបងប្អូនរួចហើយបងប្អូនអូសឡើងទៅលើបងប្អូនអូសឡើងទៅលើហើយសម្រាប់បងប្អូនចង់ថតរូបភាពផ្ទាល់បងប្អូនចុចកន្លែងនេះកន្លែងកាមេរ៉ានេះមកហើយខ្ញុំមានរូបភាពស្រាប់ហើយឥឡូវបងប្អូនធ្វើការចុច download ត្រង់កន្លែងហ្នឹងមកប៉ុន្តែខ្ញុំអត់ចុច download ទេបងប្អូនខ្ញុំគ្រាន់តែប្រាប់បងប្អូនទេហើយបើសិនណាបងប្អូនអត់ស្រឡាញ់ស៊ុំមួយហ្នឹងបងប្អូនចុចចេញវិញមករួចហើយបងប្អូនចុចចេញវិញហើយបងប្អូនមកដល់ទម្រង់បែបនេះរួចហើយបងប្អូនអូសមកឥឡូវឧទាហរណ៍ថាឥឡូវបងប្អូនចង់យកស៊ុំមួយនេះស៊ុំគ្រប់គ្រងផលិតផលជាតិបងប្អូនយកដៃប៉ះមករួចហើយបងប្អូនចុច close your photo ដូចគ្នាបន្តមកទៀតបងប្អូនចុចជ្រើសរើសរូបភាពតែបងប្អូនស្រឡាញ់ពេញចិត្តយកមកដាក់ក្នុងស៊ុំហ្នឹងឥឡូវខ្ញុំយករូបភាពនេះមួយដែររូបភាពដដែលបាទបន្តទៀតបងប្អូនអូសឡើងទៅលើហើយបងប្អូនយកម្រាមដៃអូសសេរីទៅមេដៃនិងម្រាមដៃចង្អុលចឹងណាឥឡូវខ្ញុំសេរីសិន
បាទបន្តទៀតបងប្អូនគិតថាស្មើហើយបងប្អូនអូសឡើងទៅលើហើយបងប្អូនចុចពីថា download ខាងក្រោមនេះមកបាទហើយឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេពីរបៀបដាក់ស៊ុំរូបថតហើយបើសិនណាបងប្អូនចូលចិត្តវីដេអូខ្ញុំបងប្អូនកុំភ្លេចចុច Subscribe ចុច Like បងប្អូនអូច្រឡំបងប្អូនចុច Subscribe បើករូបកណ្ដឹងនិងចុច Like បងប្អូននឹងទទួលបានវីដេអូថ្មីៗពីខ្ញុំបន្ថែមទៀតហើយបើសិនណាបងខ្ញុំនិយាយកុសឆ្គងត្រង់កន្លែងណាមួយសូមបងប្អូនខន្តីអភ័យទោសខ្ញុំផងសូមអរគុណសូមជម្រាបលា